ងាកមកតំបន់អាស៊ីវិញម្ដងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យបានចាប់ផ្ដើមដាក់ពង្រីកមីស៊ីលប្លង់អន្តរជាតិលឿនជាងសម្លេងជិត10 ដងនៅឯមូលដ្ឋានយោធាជួរមុខដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់នឹងការប្រឆាំងរាល់ការគំរាមកំហែងនានារបស់យោធាកូរ៉េខាងជើងបើតាមសារព័ត៌មាន Korea Times មីស៊ីលនេះមានឈ្មោះថា Hyunmo 5ដែលគេដាក់រហស្សនាមថាមីស៊ីល3សាច់ដោយសារតែវាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់បានទម្ងន់សរុប8 តោនដល់36 តោនមីស៊ីល Hyunmo 5មានកម្លាំងកំទេចស្មើនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រខ្នាតតូចជាពិសេសវាមានសមត្ថភាពជ្រាបចូលនិងបំផ្លាញលេនដ្ឋានសត្រូវនៅក្រោមដីនៅក្នុងជម្រៅជាង100 ម៉ែត្របើសិនជាផ្ទុកក្បាលគ្រាប់ទម្ងន់8 តោនមីស៊ីល Hyunmo អាចហោះនៅក្នុងចម្ងាយពី500ទៅ800 គីឡូម៉ែត្រក៏ប៉ុន្តែបើបំពាក់ក្បាលគ្រាប់ស្រាលជាងនេះវាអាចហោះនៅក្នុងចម្ងាយចន្លោះពី3000ទៅ5000 គីឡូម៉ែត្រឯណោះរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក An Gyubek បាននិយាយថាដោយសារតែកូរ៉េខាងត្បូងគឺជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរដូច្នេះហើយទីក្រុងសេអ៊ូលត្រូវតែពឹងផ្អែកទៅលើអាវុធដែលមានឥទ្ធិពលខ្លាំងក្លាដូចជាមីស៊ីល Hyunmo 5ទើបអាចទប់ទល់ទៅនឹងការប្រឆាំងជាមួយនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមកទល់ពេលនេះមីស៊ីល Hyunmo 5ត្រូវបានគេចាត់ទុកថាជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូងមីស៊ីល3សាច់នេះបានចាប់ផ្ដើមផលិតទ្រង់ទ្រាយធំកាលពីចុងឆ្នាំ2025ហើយយោធាកូរ៉េខាងត្បូងមានគម្រោងបញ្ចប់ការដាក់ពង្រាយមីស៊ីល Hyunmo 5រាប់រយគ្រាប់ទៅកាន់មូលដ្ឋានជួរមុខនៅត្រឹមតែខែមិថុនាឆ្នាំ2030